Sao mai ơi, ngàyនេះហេnha. ដើរមកកាប់ដូងឃើញល្បែក2ផ្លែឥឡូវមើមបេះទៀតនេះហេធំហ៎មើមបេះទុកតិចទៀតត្រូវជ្រុះសัตว์ស៊ីទៀតធំហ៎ហេបរោយដើរមកកាប់ដូងសោះហ្នឹងនេះបាទឥឡូវមកដល់កន្លែងកាប់ដូងហើយអានេះយើងត្រូវកាប់បើទុកយូរក៏វាអត់កើតដែរវាបាក់មេឃហើយដោយសារយើងបានទល់នេះបាក់ហើយអញ្ចឹងវាចាស់ល្មមដែរហើយយើងត្រូវកាប់បាទអញ្ចឹងយើងកាប់អានេះមួយវានៅសល់3ធ្លេទៀតអានេះមួយអានេះមួយហើយនឹងអាខាងនេះមួយទៀតបាទអញ្ចឹងផ្លែវាមានតាមដំណាក់កាលវាយើងកាប់អានេះដំបូងបន្ទាប់មកយើងកាប់អានេះហើយបន្ទាប់មកទៀតយើងកាប់អានេះបាទអញ្ចឹងដូងវាផ្លែតាមដំណាក់កាលវាអញ្ចឹងការប្រមូលផលដូងបើយើងបានច្រើនដើមមួយដើមតែមួយធ្លាយ10ដើម10ធ្លាយបើផ្លែវាមួយធ្លាយ10គ្រាប់អញ្ចឹង10ដើមវា100គ្រាប់ហើយលក់បានវាក្រៀលដែរបាទអរគុណច្រើនឥឡូវនេះយើងកាប់អានេះហើយបាទអរគុណជម្រាបលា